tá lụcប្រធានាធិបតី Vladimir Putin ខ្លាចប្រធានាធិបតីអាមេរិកជូ Biden ឬក៏យ៉ាងណាសំណួរសួរថាហេតុអ្វីបានជារុស្ស៊ីទីក្រុងមូស្គូមិនហ៊ានបាញ់មីស៊ីលទៅទីក្រុងគៀវគណៈដែលលោកប្រធានាធិបតីជូ Biden មកដល់ទីក្រុងគៀវហើយសំណួរនេះក៏ជាសំណួររបស់មន្ត្រីក្រាក់របស់រុស្ស៊ីដែរសួរទៅខាងថ្នាក់ដឹកនាំរបស់គេជាពិសេសទៅលោកពូទីនថាហេតុអីបានជារុស្ស៊ីមិនព្រមបាញ់មីស៊ីលទៅលើទីក្រុងគៀវគណៈដែលលោកប្រធានាធិបតីជូ Biden មកដល់នោះបាទសំណួរនេះគឺវាជាប់តំណែងដោយសារតែការពីមុនមានដំណើរទស្សនកិច្ចរបស់មន្ត្រីផ្សេងមកគេនៅតែបាញ់មីស៊ីលតែពេលដែលលោកជូ Biden មកសូម្បីតែមកក្របអត់ហ៊ានបាញ់ផងចម្លើយគឺដោយសារតែចេះការដែលរៀបចំនេះគឺរៀបចំតែមានការគ្រោងទុកល្អិតល្អន់ប៉ុន្តែមិនឲ្យរុស្ស៊ីដឹងបាទពេលដែលលោកប្រធានាធិបតីជូ Biden មុនមកដល់ទីក្រុងគៀវប្រហែលម៉ោងទើបខាងមន្ត្រីអាមេរិកបានជម្រាបជូនដំណឹងទៅរុស្ស៊ីថាលោកប្រធានាធិបតីជូ Biden នឹងទៅដល់ទីក្រុងគៀវនៅប្រហែលម៉ោងខាងក្រោយនេះអញ្ចឹងសូមជម្រាបជូនទីក្រុងមូស្គូថាហាមដាច់ខាតមិនឲ្យមានសម្លេងផ្ទុះអាវុធសូម្បីតែមួយគ្រាប់នៅទីក្រុងគៀវបាទនេះគឺជាការជម្រាបជូនដំណឹងទុកជាមុនភាសាការទូតគ្នាទៅវិញទៅមកពេលនោះយើងឃើញហើយសូបីតែមីស៊ីលមួយគ្រាប់ទៅលើទីក្រុងគៀវក៏គ្មានដែរសម្លេងស្ងាត់ជ្រាបតែម្ដងហើយស៊ីរ៉ែនបន្លឺជុំវិញទីក្រុងគៀវគឺបន្លឺឡើងដើម្បីជាសញ្ញាប្រុងប្រៀបបាទក្នុងការទប់ស្កាត់ហើយមួយវិញទៀតសូមជម្រាបជូនថាមុនដែលលោកប្រធានាធិបតីជូ Biden មកនេះគឺនៅទីក្រុងនៅប្រទេសប៉ូឡូញឯណោះបាទខ្សែបន្ទាត់នៅប៉ូឡូញឯណោះគឺបានរៀបចំប្រព័ន្ធការពារដែនអាកាសរួចហើយគឺត្រៀមរួចជាស្រេចប្រហែលខែមុនគេធ្វើដែរប៉ុន្តែធ្វើអត់ឲ្យដឹងណាថាដំណើរនេះគឺមិនមែនដំណើរមកចៃដន្យទេណាគឺរៀបចំទុកប្រព័ន្ធការពារដែនអាកាសនៅប៉ូឡូញនៅជុំវិញអាច្រកព្រំដែននៅអ៊ុយក្រែនគឺត្រៀមរួចជាស្រេចបាទហើយមួយវិញទៀតដូចគ្នាទីក្រុងគៀវក៏បានរៀបចំដែរប្រព័ន្ធការពារដែនអាកាសគេលួចថាអូប្រាប់ឲ្យប៉ុន្តែរុស្ស៊ីគេអត់ធ្វើតាមប៉ុន្តែស្អើចិត្តលោកពូទីនដែរអត់ទេសូម្បីតែមកគ្រាប់ប៉ុន្តែទន្ទឹមគ្នានោះមានព័ត៌មានមួយដែលបញ្ជាក់ពីខាងចារកម្មអាមេរិកថាពេលដែលលោកប្រធានាធិបតីជូ Biden ជន់មកដល់ទឹកដីនៃប្រទេសអ៊ុយក្រែនជាពិសេសនៅក្នុងទីក្រុងគៀវជួបជាមួយនឹងលោកស្រី Zelensky និងលោក Zelensky ដែលជាស្វាមីមានការសាកល្បងហ្សាតាន់ធូបាទនៅសមុទ្របាល់ទិកលោកពូទីនសាកល្បងប៉ុន្តែវាមិនដឹងចាញ់បារមីលោក Biden យ៉ាងម៉េចដេញអាមីស៊ីលហ្សាតាន់ធូឬក៏ហ្សាម៉ាតរបស់មីស៊ីលរុស្ស៊ីហ្នឹងគឺវាបាញ់ទៅវាបរាជ័យបាទហើយនេះមិនមែនបាញ់តម្រង់មកទីក្រុងគៀវទេប៉ុន្តែគ្រាន់តែជាការបាញ់គំរាមសាឡបងអាហ្សាតាន់ធូនឹងគឺអាហ្សាតាន់ធូនឹងគឺជាមីស៊ីលដែលវាអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានបាទពេលហ្នឹងពេលដែលចូលមកដល់ភ្លាមរុស្ស៊ីបាញ់សាឡបងទៅបាល់ទិកប៉ុន្តែបាញ់បរាជ័យបាញ់វាអត់ផ្ទុះបាទនេះគឺជាព័ត៌មានដែលយើងទទួលបានពីចារកម្មរបស់អាមេរិកបាទពីចារកម្មអាមេរិកថារុស្ស៊ីគឺបាញ់គំរាមបាទគឺជាការបាញ់បង្អួតគឺសម្ញាយណាមីស៊ីលហ្សាតាន់ធូបង្ហាញឲ្យគណៈដែរលោកជូ Biden មកដល់ទីក្រុងគៀវនេះគឺជារឿងរ៉ាវមួយដែលពិភពលោកកំពុងតែមានការចាប់អារម្មណ៍មែនទែនអញ្ចឹងយើងទៅកន្លែងទៅមើលលោកប្រធានាធិបតីជូ Biden ពេលដែលគាត់នៅទឹកដីប៉ូឡូញតើគាត់ថ្លែងសន្ទរកថានៅទឹកដីប៉ូឡូញយ៉ាងម៉េចបាទលោកប្រធានាធិបតីជូ Biden បានផ្ដាច់ញាហើយលោកថាមិនទុកឱកាសឲ្យរុស្ស៊ីមានព្រៀបឬក៏ឈ្នះសង្គ្រាមនៅអ៊ុយក្រែនជាដាច់ខាតហើយលោកបានសង្កត់ធ្ងន់នៅលោកប្រធានាធិបតីជូ Biden អាមេរិកនេះគាត់និយាយពាក្យសុទ្ធតែពាក្យចាក់ដោតខ្លាំងជាពិសេសនឹងគាត់និយាយទៅកាន់លោកពូទីននឹងខ្លាំងមែនទែនលោកជូ Biden ហៅលោកពូទីនសុទ្ធតែជាមនុស្សកាចសាហាវបាទលោកថាមិនឲ្យមនុស្សដ៏កាចសាហាវនឹងឈ្នះអ៊ុយក្រែនទេប្រសិនបើរុស្ស៊ីឈ្នះអ៊ុយក្រែនពិភពលោកទាំងមូលនឹងមានមហន្តរាយហើយជាពិសេសគឺប្រទេសសមាជិក NATO នឹងតែម្ដងនៅតំបន់អឺរ៉ុបនឹងតែម្ដងគឺនឹងគ្រោះថ្នាក់ណាអញ្ចឹងលោកថាដាច់ខាតមិនឲ្យរុស្ស៊ីឈ្នះសង្គ្រាមទេបាទក្នុងករណីណាក៏ដោយអាមេរិកនៅតែគ្រប់គ្រងអ៊ុយក្រែនជានិច្ចក្នុងការបញ្ជូនអាវុធក្នុងការបញ្ជូនជំនាញការក្នុងការគៀកគោរុស្ស៊ីពន្ធមិត្តដើម្បីផ្ដល់ជាកញ្ចប់ជំនួយយោធាបន្ថែមទៀតបាទគឺយោធាបន្ថែមទៀតហើយគណៈនោះខាងទីក្រុងមូស្គូបានចេញភ្លាមព័ត៌មាននេះដូចជាយុគមិននេះទេបាទទីក្រុងមូស្គូបានចេញមកនិយាយភ្លាមថាសូមឲ្យអាមេរិកកាំងដាច់ខាតមិនត្រូវបញ្ជូនជំនាញការអាមេរិកកាំងមកនៅក្នុងទឹកដីអ៊ុយក្រែនហើយត្រូវដកជំនាញការរបស់អាមេរិកកាំងចេញពីទឹកដីនៅអ៊ុយក្រែនអញ្ចឹងរឿងរ៉ាវវាកាន់តែជ្រៅទៅហើយបើយើងក៏លេខមើលទៅភាគីអាមេរិកក៏មិនមានគោលបំណងមួយក្នុងការបន្ធូរបន្ថយបាទរោគការចរចាសន្តិភាពក្នុងការជួយសម្របសម្រួលទៅអ៊ុយក្រែនហើយមួយវិញទៀតយើងតាក់ទងទៅនឹងរុស្ស៊ីផ្ទាល់ក៏មិនដូចគ្នាដែរដោយថាដោយសារតែលោក Vladimir Putin ក៏បាននិយាយហើយ
លោកថាឥឡូវនេះរុស្ស៊ីកំពុងតែមានព្រៀបខ្លាំងណាស់នៅក្នុងការវាយលុកនៅក្នុងទឹកដីអ៊ុយក្រែននៅតំបន់ពិសេសជាពិសេសដូចជាបាក់មុតអញ្ចឹងបាទសូលីដាអញ្ចឹងលោកពូទីនថាវាយមួយឆ្នាំទៀតក៏មិនអីទេវាយមួយឆ្នាំទៀតក៏រុស្ស៊ីអត់មានអាវុធអត់អស់អាវុធពីឃ្លាំងដែរបាទអញ្ចឹងមួយខាងអត់មានដកថយទេកាន់តែបញ្ចូលទៅយ៉ាងរហូតប៉ុន្តែយើងទទួលបានព័ត៌មានម្សិលមិញនេះដ៏ល្អដែរពីខាងប្រទេសចិនបាទប្រទេសចិនគឺត្រៀមនឹងដើរតួដ៏សំខាន់ក្នុងការសម្របសម្រួលបាទឲ្យប្រទេសទាំងពីររវាងអ៊ុយក្រែននិងរុស្ស៊ីបាទអាចនឹងផ្អាកបាទសុំផ្អាកឬក៏ចូលមកតុចរចាដើម្បីបញ្ឈប់សង្គ្រាមអញ្ចឹងពិភពលោកទាំងមូលពីមុនគេកលេចទៅមើលអាមេរិកថាអាមេរិកអាចដើរតួសំខាន់នៅក្នុងការជួយឲ្យប្រទេសទាំងពីរនេះបាទនិយាយត្រូវគ្នាវិញតែឥឡូវនេះគេលេងគិតហើយអាមេរិកមានតែប្រឆេះបន្ថែមឥឡូវចិនគឺត្រៀមខ្លួនបាទក្នុងការជួបពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំកម្ពុជានេះគឺលោកវ៉ាងវិនក្រសួងការបរទេសចិនបាទលោកបានត្រៀមខ្លួនបានអ្នកនាំពាក្យរបស់ចិនបានត្រៀមខ្លួនរួចជាស្រេចជាពិសេសលោកប្រធានាធិបតីស៊ីជីនពីងក៏បានត្រៀមខ្លួនហើយក្នុងការជួបជាមួយនឹងថ្នាក់ដឹកនាំកម្ពុជាជាពិសេសលោកប្រធានាធិបតីវ្លាឌីមៀពូទីនក្នុងការជួយក្នុងការផ្សះផ្សាអ្នកទាំងពីររវាងអ៊ុយក្រែននិងរុស្ស៊ីហើយសម្រាប់អ៊ុយក្រែនណាអត់មានដែរស្អប់ចិនទេលោកប្រធានាធិបតីវ្លាឌីមៀពូទីនក៏បាននិយាយហើយវ៉ូឡូឌីមៀហ្សេឡែនស្គីលោកបាននិយាយកាលពី2ថ្ងៃមុនហើយលោកថាចិនគឺជាសម្ព័ន្ធមិត្តដ៏ស្និទ្ធបំផុតរបស់អ៊ុយក្រែនក្នុងការតំណែងពាណិជ្ជកម្មនានាតាំងពីកន្លងមករហូតមកដល់បច្ចុប្បន្នបាទអញ្ចឹងវាអាចមានផ្លូវដែរប្រិមិត្តហើយបើសិនបើយើងគិតថានៅតែប្រឆេះបន្ថែមទៀតវាកាន់តែធ្វើឲ្យសង្គ្រាមនេះគឺអត់រលត់ទេលោកពូទីននិយាយថាលោកខាងលិចបរាជ័យនៅក្នុងការផ្ដួលរំលំសេដ្ឋកិច្ចរុស្ស៊ីថែមទាំងបានបង្កសង្គ្រាមជាសកលដើម្បីបំផ្លាញរុស្ស៊ីទៀតផងលោកប្រធានាធិបតីរុស្ស៊ីវ្លាឌីមៀពូទីនបាននិយាយកាលពីថ្ងៃអង្គារទី21ខែកុម្ភៈថាបណ្ដាប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មលើរុស្ស៊ីដើម្បីធ្វើឲ្យពលរដ្ឋរុស្ស៊ីរងទុក្ខប៉ុន្តែពុំបានជោគជ័យនៅក្នុងការផ្ដួលរំលំសេដ្ឋកិច្ចរបស់រុស្ស៊ីឡើយលោកពូទីនបាននិយាយនៅក្នុងសន្ទរកថាតាមទូរទស្សន៍ថាអ្នកទាំងឡាយដែលបានផ្ដួចផ្ដើមការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីប្រៀបបាននឹងការដាក់ទោសលើខ្លួនឯងដែលបណ្ដាលឲ្យតម្លៃទំនិញបន្តហក់ឡើងខ្ពស់បាត់បង់ការងារមានការបិទអាជីវកម្មនិងមានវិបត្តិធម្មពលនៅក្នុងប្រទេសរបស់ពួកគេហើយរុស្ស៊ីបានលើកថាពួកគេបានប្រាប់ពលរដ្ឋខ្លួនឯងថាត្រូវតែបន្ទោសរុស្ស៊ីដែលនាំឲ្យមានវិបត្តិទាំងនេះកើតឡើងទៅវិញសេវាស្ថិតិសហព័ន្ធRostat របស់រុស្ស៊ីកាលពីថ្ងៃអង្គារបានប៉ាន់ប្រមាណថាការធ្លាក់ផលិតផលនៅក្នុងស្រុកសរុបឬក៏ GDP ឆ្នាំ2022របស់ប្រទេសនេះមានត្រឹមតែ 2.1% ប៉ុណ្ណោះខណៈធនាគារកណ្ដាលបានកំណត់ 2.5% ដែលការព្យាករណ៍ទាំងនោះខុសដាច់ឆ្ងាយពីក្តីបារម្ភរបស់ទីក្រុងមូស្គូកាលពីដំបូងថាអាចមានការធ្លាក់ចុះរហូតដល់ទៅ2ខ្ទង់ខណៈសេដ្ឋកិច្ចប្រទេសនេះប៉ះពាល់ខ្លាំងដោយសារទណ្ឌកម្មរបស់លោកខាងលិចលោក Vladimir Putin បានបដិញ្ញាបន្តសង្គ្រាមនៅអ៊ុយក្រែនដែលមានអាយុកាល1ឆ្នាំហើយនឹងបានចោទប្រកាន់សម្ព័ន្ធ NATO ពីបទដុតបញ្ឆេះភ្លើងចំនួននៅអ៊ុយក្រែនក្នុងការជឿជាក់ខុសថាអាចផ្ដួលរុស្ស៊ីនៅក្នុងការប្រជុំដាក់គ្នាជាសកលនេះបានជាមួយនឹងការថ្លែងទៅកាន់ប្រជាជាតិអំពីបញ្ហាសេដ្ឋកិច្ចលោកពូទីនក៏បានលើកឡើងផងដែរអំពីការប្រកាសផ្អាកសន្ធិសញ្ញារវាងទីក្រុងមូស្គូនិងសហរដ្ឋអាមេរិកទាក់ទងនឹងសន្ធិសញ្ញានុយក្លេអ៊ែរការផ្អាកសន្ធិសញ្ញានុយក្លេអ៊ែរដ៏សំខាន់ចុងក្រោយរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ជាមួយសហរដ្ឋអាមេរិកបានកែប្រែប្រទេសទាំងពីរឈានទៅរកយុគសម័យងាយប្រជុំដាក់គ្នាថែមទៀតនៃអាវុធមហាប្រឡ័យការផ្អាកសន្ធិសញ្ញា New START នេះកំពុងបង្កក្តីបារម្ភខ្លាំងនៃការរត់ប្រណាំងអាវុធថ្មីយោងតាមក្រុមអ្នកវិភាគផ្នែកសន្តិសុខអន្តរជាតិការគម្រាមកំហែងនៃចំនួនអាវុធនុយក្លេអ៊ែរនៅតែមានកម្រិតទាបនៅឡើយទេទោះបីមានសង្គ្រាមនៅអ៊ុយក្រែនហើយនៅពេលនេះមានការផ្អាកសន្ធិសញ្ញាអាវុធជាយុទ្ធសាស្ត្រថ្មីក៏ដោយប៉ុន្តែការគម្រាមផ្នែកអាវុធនុយក្លេអ៊ែរចុងក្រោយពីវាមានក្រំឡើងនៅពេលនេះបានបង្កើនក្តីបារម្ភនិងការបារម្ភកាន់តែខ្លាំងជាថ្មីថាភាពតានតឹងទាំងនេះកំពុងរាលដាលដល់គ្រប់គ្រងលែងបានលោកស្រី Alicia Sanders Secret អ្នកសម្របសម្រួលគោលនយោបាយនិងស្រាវជ្រាវនៅក្រមយុទ្ធនាការលុបបំបាត់នុយក្លេអ៊ែរអន្តរជាតិបាននិយាយថានេះគឺជាទង្វើគ្រោះថ្នាក់និងទ្វេប្រហែសផ្ដើមចេញពីលោកពូទីននៅពេលភាពតានតឹងបានហក់ឡើងដល់កម្រិតខ្ពស់បំផុតស្រាប់ទៅហើយនោះបាទទូរទស្សនិកជនឥឡូវនេះយើងកន្លែងទៅមើលព័ត៌មានទាក់ទងនឹងជំនួបរវាងអនុរដ្ឋមន្ត្រីការប្រទេសចិនជាមួយនឹងរដ្ឋមន្ត្រីការប្រទេសរបស់ប្រទេសជប៉ុននៅក្នុងជំនួបដែលបានធ្វើឡើងនៅក្នុងទីក្រុងតូក្យូនេះចិនបានប្រាប់ទៅកាន់ជប៉ុនវិញថាប្រទេសចិនត្រូវបានរំខានខ្លាំងដោយយោធារបស់ទីក្រុងតូក្យូប្រមុខការទូតជាន់ខ្ពស់មួយរូបរបស់ចិនបានប្រាប់សមាជិកជប៉ុនថាទីក្រុងប៉េកាំងត្រូវបានរំខានខ្លាំងដោយសារតែការបង្កើនសកម្មភាពយោធារបស់ទីក្រុងតូក្យូនិងបានរិះគន់ប្រទេសជប៉ុនដែលអនុវត្តផ្នត់គំនិតសម័យសង្គ្រាមត្រជាក់នៅក្នុងជំនួបពិភាក្សាផ្នែកសន្តិសុខរយៈពេល4ឆ្នាំអនុរដ្ឋមន្ត្រីការប្រទេសចិនលោកស៊ុនវ៉ៃតុងបាននិយាយនៅថ្ងៃពុធនេះនៅពេលចាប់ផ្ដើមជំនួបនៅក្នុងទីក្រុងតូក្យូជាមួយអនុរដ្ឋមន្ត្រីការប្រទេសជប៉ុនលោក Shigeo Yamada ថាតាមពិតយើងបារម្ភខ្លាំងចំពោះការបញ្ចេញឯកសារថ្មីផ្នែកការពិភាក្សានិងសន្តិសុខរបស់ប្រទេសជប៉ុនការជជែកពីសន្តិសុខដែលមានគោលបំណងបន្ធូរបន្ថយតានតឹងរវាងប្រទេសជិតខាងអាស៊ីបូព៌ានេះបានកើតមានឡើងគណៈទីក្រុងតូក្យូបារម្ភក្រោយការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននិងដែលថាទីក្រុងប៉េកាំងនឹងប្រើចំណាត់ការយោធាក្រញឹបយកកោះតៃវ៉ាន់
នឹងមិនចង់ឲ្យជប៉ុនចូលពាក់ព័ន្ធជ្រៅនៅក្នុងរឿងនេះជប៉ុនជាប្រទេសទទួលកម្លាំងប្រមូលផ្ដុំនៅក្រៅប្រទេសធំបំផុតនៅក្រៅទឹកដីសហរដ្ឋអាមេរិក រុស្ស៊ីចាប់ផ្ដើមរង្គោះរង្គើបែកបាក់ផ្ទៃក្នុងកាន់តែខ្លាំងហើយលោកព្រីហ្គូស៊ីនមេក្រុមហ៊ុនជ្រើសរើសទាហានស៊ីឈ្នួលវ៉េកនើបានចោទប្រកាន់ថ្នាក់ដឹកនាំក្រសួងការពារជាតិថាក្បត់ជាតិដោយសារតែព្យាយាមបំផ្លាញក្រុមហ៊ុនយោធាឯកជនរបស់លោកនេះបើយោងតាមខ្សែអាត់សម្លេងចេញផ្សាយកាលពីថ្ងៃអង្គារដោយបុគ្គលិកផ្នែកព័ត៌មាននៅក្នុងក្រុមហ៊ុនរើសទាហានស៊ីឈ្នួលមួយនេះលោកព្រីហ្គូស៊ីនបានអះអាងនៅក្នុងខ្សែអាត់សម្លេងនោះថានាយកសេនាធិការនិងក្រសួងការពារជាតិបានឲ្យមានបញ្ជាការម្ដងទៅឆ្វេងម្ដងទៅស្ដាំធ្វើឲ្យទាហានក្រុមហ៊ុនវ៉េកនើមិនអាចទទួលបានគ្រាប់នោះទេហើយពួកគេក៏មិនបានជួយដឹកជញ្ជូនតាមផ្លូវអាកាសដែរដែលនេះគេហៅថាការប្រឆាំងដោយផ្ទាល់នៅក្នុងគោលបំណងគ្មានអ្វីការពីព្យាយាមបំផ្លាញក្រុមហ៊ុនវ៉េកនើនោះឡើយលោកព្រីហ្គូស៊ីនបានបន្តទៀតថាទង្វើនេះគឺស្មើទៅនឹងការក្បត់ជាតិព្រោះទាហានក្រុមហ៊ុនវ៉េកនើកំពុងតែប្រយុទ្ធដើម្បីគ្រប់គ្រងក្រុមបាត់មុតដោយក្នុងមួយថ្ងៃបាត់បង់ទាហានរាប់រយនាក់ឯណោះនៅក្នុងពេលថ្មីនេះមន្ត្រីស៊ើបការសម្ងាត់អាមេរិកបានលើកឡើងថាគ្រាន់តែក្រុមហ៊ុនវ៉េកនើតែមួយគត់គឺបាត់បង់ទាហានមិនក្រោម 30000 នាក់នោះទេតើការវិភាគដែលថាមកអវសាននៃផែនដីការតែខិតជិតមកដល់នោះពិតជាត្រឹមត្រូវមែនឬក៏យ៉ាងណាកាលពីថ្ងៃអង្គារលោកប្រធានាធិបតីសម្ដីមុខទាហានវ៉ាឡាឌីមៀពូទីនបានអូននុយក្លេអ៊ែរមុខគម្រាមលោកខាងលិចសារជាថ្មីដែលលោកបានប្រកាសផ្ទុះសន្ធិសញ្ញាគ្រប់គ្រងនុយក្លេអ៊ែរដែលសល់តែមួយគត់គឺសន្ធិសញ្ញា New Start ជាផ្លូវការតែម្ដងហើយលោកក៏បានប្រកាសដាក់ប្រព័ន្ធយុទ្ធសាស្ត្រថ្មីឲ្យប្រងជើងការនិងបានប្រមានថាទីក្រុងមូស្គូអាចនឹងសាកល្បងនុយក្លេអ៊ែរជាថ្មីឡើងវិញផងដែរក្រោយក្តៅក្រហាយរឿងលោកប្រធានាធិបតីโจ Biden ស្ពាយជំនួយយោធាយកមកឲ្យអ៊ុយក្រែនដល់ផ្ទះរួចមកនោះនេះបើយោងតាមការចេញផ្សាយដែលភ្នាក់ងារសារព័ត៌មាន CNN ពេលថ្លែងទៅកាន់ជនរួមជាតិកាលពីថ្ងៃអង្គារគណៈសង្គ្រាមនៅអ៊ុយក្រែនបានបោះជំហានចូលឆ្នាំទី2លោក Vladimir Putin បានលើកឡើងដដែលបែបនេះថារុស្ស៊ីនឹងសម្រេចគោលដៅប្រតិបត្តិការយោធាពិសេសរបស់ខ្លួនហើយលោកបានចោទប្រកាន់លោកខាងលិចជាថ្មីថាព្យាយាមបំផ្លាញរុស្ស៊ីប៉ុន្តែលោកសូមផ្ដាំថាបើចង់បំបោរុស្ស៊ីគឺទៅមិនរួចនោះទេចូលដល់រឿងសន្ធិសញ្ញា New Start លោក Vladimir Putin បានថ្លែងនៅក្នុងសម្រងសម្ដីដើមបែបនេះថាថ្ងៃនេះខ្ញុំបង្ខំចិត្តប្រកាសថារុស្ស៊ីនឹងផ្អាកលែងចូលរួមនៅក្នុងសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រជាថ្មីជាមួយអាមេរិកទៀតហើយប្រធានាធិបតីរុស្ស៊ីរូបនេះបានលើកឡើងបន្តដោយដាក់ផុសតាងសំអាងថាមានមនុស្សមួយចំនួននៅក្នុងទីក្រុងវ៉ាស៊ីនតោនកំពុងតែកើតរឿងសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញហើយដូច្នេះរុស្ស៊ីក៏គួរតែត្រៀមខ្លួនអូសយករាប់នុយក្លេអ៊ែរមកសាកល្បងដែរហើយបើចាំបាច់នោះកាលណានោះក្រុមអ្នកវិភាគបានលើកឡើងថាបើរុស្ស៊ីនិងអាមេរិកផ្ទុះសង្គ្រាមនុយក្លេអ៊ែរមែននោះពិភពលោកប្រកាសជាអាសន្នធំហើយព្រោះអាវុធនុយក្លេអ៊ែររបស់ប្រទេសទាំងពីរបូកបញ្ចូលគ្នាគឺស្មើទៅនឹង 90% ឯណោះនៃគ្រាប់នុយក្លេអ៊ែរនៅទូទាំងពិភពលោកបើទោះបីជាលោក Vladimir Putin គម្រាមបែបនេះក៏ដោយក៏លោកโจ Biden នៅតែមិនស្រីឆ្អឹងខ្នងដែរដោយលោកបានស្រែកហៅលោក Putin ខ្លាំងចំនួន10 ដងឯណោះថាតណ្ហាបានទឹកដីគេគឺចង់បានអំណាចនិងបរាជ័យហើយសេចក្តីស្រឡាញ់របស់អ៊ុយក្រែនចំពោះប្រទេសជាតិរបស់ខ្លួនគឺនឹងឈ្នះញ៉ៃចាស់កាន់តែហៅរបស់អាមេរិករូបនេះបានថ្លែងក្តាយយ៉ាងខ្លាំងបែបនេះនៅប៉ូឡូញកាលពីថ្ងៃអង្គារក្រោយចេញផុតពីទឹកដីរបស់អ៊ុយក្រែនលោកប្រធានាធិបតីโจ Biden បានដំឡើងសរសៃគ្រាប់ដាក់លោក Putin បន្ថែមទៀតថារុស្ស៊ីមិនអាចបំបាក់អ៊ុយក្រែនបានទេហើយទោះបីជាសង្គ្រាមឈានចូលឆ្នាំទី2ឬឈានចូលនៅក្នុងដំណាក់កាលថ្មីក៏ដោយក៏អាមេរិកក៏មិននឿយហត់ក្នុងការជួយអ៊ុយក្រែនដែរពលនឹងជួយឥតងាករេរហូតដល់ចប់ដើមឯណោះកាលណានោះលោកក៏បានថ្លែងផ្ញើសារទៅកាន់ពលរដ្ឋរុស្ស៊ីនៅក្នុងសម្រងសម្ដីដើមបែបនេះថាលោកខាងលិចគ្មានបានរៀបចំផែនការវាយប្រហាររុស្ស៊ីដោយលោក Vladimir Putin បានលើកឡើងនៅក្នុងថ្ងៃនេះឡើយឆ្លងកាត់តាមសង្គ្រាមពីសម្ដីយ៉ាងក្តៅគគុកនេះសបញ្ជាក់ឲ្យឃើញថាទាំងអាមេរិកនិងរុស្ស៊ីគឺនៅតែខ្លាំងរៀងខ្លួនហើយបើភាគីទាំងពីរមិនព្រមបន្ទន់ជំហររៀងខ្លួននោះទេពិភពលោកនឹងប្រឈមនឹងមហន្តរាយកាន់តែខ្ពស់ទៅហើយដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីโจ Biden មកកាន់ប៉ូឡូញនិងទីក្រុងគៀវគឺជាសញ្ញាដ៏សំខាន់ដែលបង្ហាញឲ្យឃើញអំពីការតាំងចិត្តរបស់អាមេរិកនៅក្នុងការរក្សាសន្តិភាពនៅអឺរ៉ុបនេះគឺជាការលើកឡើងរបស់លោក Duda ប្រធានាធិបតីប៉ូឡូញកាលពីថ្ងៃអង្គារមេដឹកនាំទាំងពីរបានជួបគ្នាដើម្បីពិភាក្សាអំពីការរួមគ្នាសម្រាប់អ៊ុយក្រែនហើយជំនួបបែបនេះទៀតសោតគឺជាវេទិកាមួយសម្រាប់លោកโจ Biden បង្ហាញអំពីការដឹងគុណដល់ប៉ូឡូញនៅក្នុងការបញ្ជូនជំនួយយោធានិងជំនួយមនុស្សធម៌របស់អាមេរិកនិងបណ្ដាប្រទេសផ្សេងទៀតទៅឲ្យអ៊ុយក្រែនផងដែរសម្រាប់លោកប្រធានាធិបតី Duda ក៏បានថ្លែងអំណរគុណដល់លោកប្រធានាធិបតីโจ Biden វិញផងដែរសម្រាប់ការអញ្ជើញមកប៉ូឡូញនិងទីក្រុងគៀវtrongពេលសង្គ្រាមកំពុងតែផ្ទុះឡើងយ៉ាងក្តៅគគុកលោកប្រធានាធិបតីโจ Biden បានមកដល់ទីក្រុង Warsaw កាលពីយប់ថ្ងៃច័ន្ទក្រោយពីបំពេញទស្សនកិច្ចមួយថ្ងៃនៅក្នុងទីក្រុងគៀវហើយមុនពេលត្រឡប់ទៅទីក្រុង Washington វិញនៅថ្ងៃពុធនេះលោកបានជួបជាមួយនឹងថ្នាក់ដឹកនាំក្រុមប្រទេស Bucharest ដែលជាសមាជិកអង្គការ NATO ស្ថិតនៅភាគខាងកើតតំបន់អឺរ៉ុបបន្តទៀតសិនដើម្បីបង្ហាញអំពីការគាំទ្រសម្រាប់សន្តិសុខរបស់ប្រទេសទាំងពីរលោកប្រធានាធិបតី Vladimir Putin ប្រហែលជាមូម៉ៅមិនស្ទើរនោះទេរុស្ស៊ីបានសាកល្បងមីស៊ីលឆ្លងទិសប៉ុន្តែទំនងជាបរាជ័យចំពេលដែលលោកប្រធានាធិបតីโจ Biden កំពុងតែនៅអ៊ុយក្រែនកាលពីថ្ងៃច័ន្ទនេះបើយោងតាមការអះអាងរបស់ក្រុមមន្ត្រីអាមេរិកដែលស្និទ្ធទៅនឹងបញ្ហានេះ
CNN បានចុះផ្សាយនៅក្នុងថ្ងៃអង្គារនេះថារុស្ស៊ីបានជួយដំណឹងឲ្យអាមេរិកដឹងជាមុនអំពីការបាញ់សាកល្បងនេះតាមរយៈខ្សែទំនាក់ទំនងជាមួយនឹងយោធារុស្ស៊ីនេះបើយោងតាមការបង្ហើបឲ្យដឹងអំពីមន្ត្រីអាមេរិកម្នាក់ចំណែកមន្ត្រីអាមេរិកម្នាក់ទៀតបានលើកឡើងថាការសាកល្បងនេះមិនបង្កហានិភ័យដល់អាមេរិកទេហើយអាមេរិកក៏មិនចាត់ទុកថាវាគឺជាការសាកល្បងដែលធ្វើឲ្យមានភាពតានតឹងកើនកម្ដៅដែរក្រុមមន្ត្រីអាមេរិកបានឲ្យដឹងថាមីស៊ីលដែលរុស្ស៊ីបានសាកល្បងប៉ុន្តែទំនងជាបរាជ័យនេះគឺជាមីស៊ីលគីឡូធ្ងន់ប្រភេទ Zama ដែលមានរហស្សនាមថា Zatan-2 និងមានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានជាច្រើនគ្រាប់ក្នុងពេលតែមួយមីស៊ីលនេះធ្លាប់ត្រូវបានសាកល្បងដោយជោគជ័យម្ដងរួចមកហើយកាលពីលើកមុនហើយសម្រាប់លើកនេះក្រុមមន្ត្រីអាមេរិកជឿជាក់ថាលោកពូទីនប្រហែលជាឆ្លៀតឱកាសអួតអាងអំពីមីស៊ីលនេះម្ដងទៀតពេលថ្លែងសន្ទរកថាទៅកាន់ជនរួមជាតិកាលពីថ្ងៃអង្គារ